ប្រយោជន៍ពីការបាញ់ជំរុះរោមដោយម៉ាស៊ីន laser ទី1គឺការកាត់បន្ថយរោមរយៈពេលយូរអង្វែងនៅពេលដែលយើងធ្វើជាប់ជាប្រចាំរោមនឹងដុះកាន់តែតិចហើយរយៈពេលនៃការលូតលាស់កាន់តែយឺតជាងមុនរហូតដល់កម្រិតមួយស្ទើរតែបាត់បង់ជាអចិន្ត្រៃយ៍តែម្ដងទី2គឺធ្វើឲ្យស្បែកត្រង់បរិវេណដែលយើងធ្វើការបាញ់ជំរុះនោះមានសភាពរលោងហើយនឹងភ្លឺថ្លាជាងមុនខុសពីការដែលយើងបកដកឬក៏កោរដែលបណ្ដាលឲ្យស្បែកឡើងពណ៌កទួលឬមួយក៏មានស្នាមចោមខ្មៅ3ជៀសវាងការដុះរោមត្រឡប់ចូលទៅក្នុងស្បែកដោយសារតែម៉ាស៊ីន laser គឺកម្ចាត់ចូលទៅដល់ឫសនៃរោមតែម្ដងទី4ចំណាយពេលវេលាតិចតួចហើយនឹងមានភាពងាយស្រួលបងប្អូនទាំងអស់គ្នាចំណាយពេលវេលាត្រឹមតែ5នាទីទៅ10នាទីហើយសំខាន់គឺទទួលបានលទ្ធផលរយៈពេលយូរអង្វែង5គឺការបង្កើតទំនុកចិត្តឲ្យខ្លួនឯងនៅពេលដែលយើងមានស្បែកក្លៀកដែលស្អាតម៉ត់រលោងគឺងាយស្រួលក្នុងការស្លៀកពាក់មិនថាទៅទីណាឯងគឺមានទំនុកចិត្តតែម្ដងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបញ្ហាទាំងអស់ហ្នឹងហើយចង់ធ្វើការដោះស្រាយអាចប្រើជាមួយនឹងសេវាកម្មបាញ់ជំរុះរោមដោយម៉ាស៊ីន laser នេះបានសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងអស់គ្នាអាចធ្វើការឆាតមកកាន់ Telegram បានឥឡូវនេះយើងកំពុងមាន promotion ផងដែរអញ្ចឹងរស់ឡើងណាប្រយោជន៍ពីការបាញ់ជំរុះរោមដោយម៉ាស៊ីន laser ទី1គឺការកាត់បន្ថយរោមរយៈពេលយូរអង្វែងនៅពេលដែលយើងធ្វើជាប់ជាប្រចាំរោមនឹងដុះកាន់តែតិចហើយរយៈពេលនៃការលូតលាស់កាន់តែយឺតជាងមុនរហូតដល់កម្រិតមួយស្ទើរតែបាត់បង់ជាអចិន្ត្រៃយ៍តែម្ដងទី2គឺធ្វើឲ្យស្បែកត្រង់បរិវេណដែលយើងធ្វើការបាញ់ជំរុះនោះមានសភាពរលោងហើយនឹងភ្លឺថ្លាជាងមុនខុសពីការដែលយើងបកដកឬក៏កោរដែលបណ្ដាលឲ្យស្បែកឡើងពណ៌កទួលឬមួយក៏មានស្នាមចោមខ្មៅ3ជៀសវាងការដុះរោមត្រឡប់ចូលទៅក្នុងស្បែកដោយសារតែម៉ាស៊ីន laser គឺកម្ចាត់ចូលទៅដល់ឫសនៃរោមតែម្ដងទី4ចំណាយពេលវេលាតិចតួចហើយនឹងមានភាពងាយស្រួលបងប្អូនទាំងអស់គ្នាចំណាយពេលវេលាត្រឹមតែ5នាទីទៅ10នាទីហើយសំខាន់គឺទទួលបានលទ្ធផលរយៈពេលយូរអង្វែង5គឺការបង្កើតទំនុកចិត្តឲ្យខ្លួនឯងនៅពេលដែលយើងមានស្បែកក្លៀកដែលស្អាតម៉ត់រលោងគឺងាយស្រួលក្នុងការស្លៀកពាក់មិនថាទៅទីណាឯងគឺមានទំនុកចិត្តតែម្ដងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបញ្ហាទាំងអស់ហ្នឹងហើយចង់ធ្វើការដោះស្រាយអាចប្រើជាមួយនឹងសេវាកម្មបាញ់ជំរុះរោមដោយម៉ាស៊ីន laser នេះបានសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងអស់គ្នាអាចធ្វើការឆាតមកកាន់ Telegram បានឥឡូវនេះយើងកំពុងមាន promotion ផងដែរអញ្ចឹងរស់ឡើងណា